ក្រវិលពេជ្រសុបិនដ៏កម្រដែលបង្ហាញពីផបព្រីនិស័យស្នេហ៍ជាមួយទេវបុត្រមុននឹងឈានចូលដល់ការបកស្រាយសុបិនសូមអ៊ំប្អូនកុំភ្លេចជួយចុច like និង subscribe channel ឈីមផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃមនុស្សស្រីវ័យណាតែងសុបិនឃើញក្រវិលគឺមានសំណាងរឿងស្នេហាចំណែកថាបើនោះជាក្រវិលពេជ្រទៅទៀតគឺជាប្រភ្នូលប្រាប់ជាមុនថាឆាប់នេះនាងនឹងបានរៀបការជាមួយទេវបុត្រលើដីអ្នកមានទ្រព្យជាងខ្លួនជាមន្ត្រីឬអុកញ៉ាឡាក្រវិលតែកាលណាបង្ហាញខ្លួនក្នុងសុបិនគឺនាំមកនូវសំណាងរឿងបេះដូងធំជាងសុបិនឃើញចិញ្ចៀនទៅទៀតសុបិនឃើញក្រវិលបានរកឃើញបានន័យថាសង្សារឆាកសុកវិលមកវិញដោយមិនប្រានព្រៀងទុកឃើញក្រវិលជ្រុកលើទីណាមួយយើងរើសមកនឹងទទួលបានលុយពីភេទផ្ទុយឬឆាប់នឹងបានជួបជាមួយមនុស្សគួរឲ្យតាក់ទាញចិត្តថ្មីណាម្នាក់នាំឲ្យមានសេចក្តីសុខខ្លាំងសុបិនបាត់ក្រវិលជាដំណឹងល្អរឿងសុភមង្គលឬមានមនុស្សក្បត់ជើងសុបិនឃើញពាក្យក្រវិលនឹងមានសង្សារឬប្តីដ៏ល្អម្នាក់ឬមានហាយតាយស្រាប់មកកាយចរិតស្រឡាញ់ថ្នាក់ធ្នមយើងបានយ៉ាងល្អយល់សពដាក់ឃើញក្រវិលលើត្រចៀកអ្នកដតីបានន័យថាស្នេហាកំពុងនឹកយើងខ្លាំងចំណែកបើយល់សពដាក់ឃើញក្រវិលនោះធំហួសទៀតភ្លឺរុនទាលយើងនឹងបដូរជីវិតទៅជាហង្សបានន័យថាផ្លាស់ពីក្រមកមានមិនខានក្នុងអនាគតដ៏ខ្លីអត្ថបទគ្រូអែមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច like និង subscribe channel ឈឹមផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃ